នាំប្រិមិត្តដើរលេងនៅតាមដងទន្លេសែនម្ដងបងប្អូនដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធឬក៏ស្រូបយកនៅទិដ្ឋភាពថ្មីបងប្អូនថ្មីហ្នឹងសម្រាប់ fan ថ្មីដែលមិនដែលបានឃើញវីដេអូរបស់ខ្ញុំប្រហែលជាថ្មីឯងមិនដែរ fan ដែលធ្លាប់មើលវីដេអូពីមុនអញ្ចឹងណាប្រហែលជាធ្លាប់ឃើញបាទគ្រាន់ថាខ្ញុំមកចំនេះគឺចំរដូវក្តៅបងប្អូនរដូវក្តៅមិនទាន់ក្តៅខ្លាំងទេបងប្អូនក្តៅល្មមនៃយើងពាក់អាវល្មមទៅបានដើរអញ្ចឹងណាហើយក្នុងខណៈនេះដែរគឺខ្ញុំនាំបងប្អូនមកដើរតាមដងទន្លេសែនណាបងប្អូននេះគឺជាទិដ្ឋភាពនៅតាមដងទន្លេរបស់គេបាទគឺគេធ្វើកន្លែងអង្គុយលេងផងកន្លែងសម្រាប់ទូរិស្តដើរទស្សនាផងនិងជិះកង់ផងប៉ុន្តែជាទូទៅកន្លែងខ្លះគឺយើងជិះកង់អត់បានទេគឺបានតែសម្រាប់ដើរហើយនឹងអង្គុយទេដោយដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងថាទូកទេសចរមួយគឺពេញតែម្ដងបាទពេញតែម្ដងគឺមនុស្សជិះច្រើនបងប្អូនអ្នកខ្លះគេក៏ដើរទៅអ្នកខ្លះក៏ជិះទៅប៉ុន្តែជាទូទៅភ្ញៀវទេសចរមកគឺគាត់តែងតែយកនៅបទពិសោធន៍ថ្មីគឺការជិះទូកកំសាន្តលេងនៅក្នុងទន្លេសែននេះអញ្ចឹងបងប្អូនការជិះទូកកំសាន្តនេះក៏មានការយាមកាមក៏មានការមើលថែពីសំណាក់អាជ្ញាធរដែរបងប្អូនដោយដែលឃើញអញ្ចឹងគឺប៉ូលីសគាត់ជិះតាមមើលអញ្ចឹងណាបងប្អូននិយាយទៅដើម្បីការពារសុវត្ថិភាពរញ៉េរញ៉ៃអីអញ្ចឹងគឺអត់មានទេបាទនៅតាមដងទន្លេសែនហ្នឹងគឺមានប៉ូលីសយាមកាមរហូតបាទដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពអញ្ចឹងណាបាទព្រោះការពារហើយថ្ងៃនេះតួស្ដីរបស់យើងគឺខ្ញុំនាំដើរច្រើនបងប្អូនដើរតាំងពីព្រឹករហូតដល់ល្ងាចតែគ្រាន់ថាដោយសារតែពួកខ្ញុំមានธุរៈមកប៉ារីសអញ្ចឹងទៅក៏យើងឆ្លៀតពេលដើម្បីដើរកំសាន្តមើលអញ្ចឹងបងប្អូនព្រោះมันងាយបានមកទេត្បិតតែយើងរស់នៅប៉ារីសមែនក៏ប៉ុន្តែมันងាយបានមកប្រហែលទេព្រោះអត់សូវមានពេលវេលាអញ្ចឹងណាអញ្ចឹងទៅមានពេលវេលាមកឆ្លៀតដើម្បីខ្លួនឯងផងគ្រួសារផងហើយនឹងឆ្លៀតថតឲ្យប្រិយមិត្តបានមើលបានទស្សនាផងថាទិដ្ឋភាពទេសភាពនៅទីក្រុងប៉ារីនៅតាមដងទន្លេសែនហ្នឹងមានសភាពបែបណាអញ្ចឹងណាបងប្អូនហើយខ្ញុំដើរនេះគឺខ្ញុំដើរតាំងពីមួយសេអុកសេមករហូតដល់ម៉ោងសាំមីសែនណូត្រដាមបងប្អូនអញ្ចឹងវារៀងឆ្ងាយដែរហើយនៅវីដេអូបន្ទាប់គឺខ្ញុំនឹងបង្ហាញអំពី Notre Dame អញ្ចឹងណាបងប្អូនឥឡូវខ្ញុំដើរមកដល់កន្លែងចាក់សោឲ្យបងប្អូនហើយនេះកន្លែងចាក់សោអញ្ចឹងណាហ្នឹងហើយអ្នកមានស្នេហាអ្នកមានគូអីគេចាក់សោអញ្ចឹងទៅបងប្អូនមានអីមនុស្សទូរិស្តច្រើនណាបងប្អូនមកទស្សនាច្រើនមែនតើ